Ngược số bộ mại bọc ôn chỉ tì cổ rụp rọp án Ngày à tật môn Ngày à tật Ngày tị búa nó nhộm bàn tờ thơ mà bát cam nâng kê đai Bàn tay Vì mẹ rõ mùi thà bọc ôn khmai dương có à sạc bàn tờ bàn chở nì Phùa chê Nhưng mà nếu như mình vậy nông sọc ấy nhưng gì khẹp nông khéo sọc ở lại nó mòn mua đồ nào chấm tiêu nó quạt pe miên sực hiếm á nơi sực hiếm á quạt thạc quạt chư chạp na quạt bà bạ chặt na quạt lệp bài tặng u đam này am cô dáng á bàn tay đọc pe chọc sực hiếm tới quạt tranh bị snow đào lên đào sờ bài đào shopping bàn tay hướngประเทศជាតិក៏អត់គិតគូរទេអត់គិតគូរជួយរឿងប្រទេសជាតិទេប៉ុន្តែខ្ញុំក៏សូមអរគុណអ្នកស្រីលេងចិន្តាគាត់ជាប្រធានសមាគមបេះដូងខ្មែរនៅប្រទេសកូរ៉េអ្នកគ្រូមានទឹកចិត្តល្អណាស់ដែលហ៊ានលះបង់ពេលវេលាអ្នកគ្រូក៏មានការងារមានកសិដ្ឋានមានគ្រួសារប៉ុន្តែអ្នកគ្រូបែងចែកច្បាស់លាស់ណាស់គាត់ជួយហើយអ្វីដែលខ្ញុំក៏ដកដួលជាងគេគឺថ្ងៃដែលខ្ញុំទៅឃើញគាត់ស្លៀកពាក់តិចណាស់គាត់ស្លៀកពាក់គាត់ធ្វើអីទេអានេះអ្នកដែរចំពោះអ្នកដែលគិតរឿងប្រទេសជាតិណាគាត់ស្លៀកពាក់តិចណាស់ខ្ញុំព្រួយបារម្ភមែនតើពីព្រោះខ្លាចគាត់មានសុខភាពឈឺស្កាត់អីចឹងទៅតើអ្នកណាហាមកកាត់នៅប្រទេសកូរ៉េមានតែគាត់ម្នាក់ទេដែលគាត់និយាយរឿងប្រទេសជាតិរឿងទលំរលាយឲ្យដឹងគាត់ក្រុមគាត់និយាយទៅខាងសមាគមបេះដូងខ្មែរនេះគាត់និយាយម្ដងមកគឺគាត់ហៅប្រភពដើមឲ្យច្បាស់លាស់បានគាត់និយាយមិនមែនចេះនិយាយទេហើយអ្នកគ្រូលេងចិន្តាហ្នឹងសម័យគាត់បានទៅស្ថាប័នផ្សេងហើយថ្ងៃនេះគាត់បានទៅដល់ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូងយើងនេះទៅយកញាក់ទៅដាក់ហើយអញ្ចឹងវាមានដំណឹងមួយថា17លានអ្នកនឹងមានសិទ្ធិអាចនឹងដាក់ពាក្យប្តឹងខ្ញុំដល់ពេលបានស្ដាប់គាត់និយាយអញ្ចឹងមានអារម្មណ៍មួយសុបាយចិត្តណាហើយទៅខ្ញុំគិតថាតើធ្វើយ៉ាងម៉េចទៅដើម្បីដាក់ពាក្យប្តឹងនឹងព្រោះឲ្យថៃវាសងជំងឺចិត្តសងនឹងសពអាយ៉ាងដែលវាធ្វើទង្វើថោកទាបមកលើប្រទេសកម្ពុជានេះហើយទៅខ្ញុំចង់ឲ្យបកសំណុំពរទៅរាជរដ្ឋាភិបាលឬអំពូមីងដែលនៅក្រៅប្រទេសរកវិធានការអ្វីឲ្យលឿនជាមិនទាន់ទៅព្រោះណាមួយយើងដាក់ពាក្យបណ្ដឹងនេះដោយលោកគ្រូថាខ្ទមស្រែដំណឹងពុតនេះគាត់និយាយថាពួកយើងដាក់ប្តឹងមិនមែនមកក្នុងដាក់ប្តឹងថ្ងៃហ្នឹងបានហើយស្អែកហ្នឹងគេមកចុះមហៅមើលជាចាប់ដាក់គុកដាក់អីនោះទេមិនមែនទេព្រោះច្បាប់គេហ្នឹងច្បាប់ស្រុកគេហ្នឹងគេច្បាប់អន្តរជាតិហ្នឹងគេស៊ើបអង្កេតយូរថ្ងៃណាយូរឆ្នាំយូរខែណាព្រោះខ្ញុំយូរឆ្នាំយូរខែអញ្ចឹងតើខ្ញុំមានអារម្មណ៍មួយតើបងប្អូនមានឆ្ងល់ដូចខ្ញុំដែរអត់តាំងពីសង្គ្រាមទី1រហូតមកដល់សង្គ្រាមទី2ហើយហេតុអីបានរាជរដ្ឋាភិបាលមិនដាក់ប្តឹងទៅអញ្ចឹងមិនដាក់ពាក្យប្តឹងទៅ ICJ នឹងទៅអន្តរជាតិនឹងទៅខ្ញុំសូមសួរទៅបងប្អូនឧទាហរណ៍មួយមានហាងឧស្សាហ៍មួយគាត់ម្ចាស់ហាងគាត់បាក់ដៃទទេតម្រងគាត់បានជាម្ចាស់ហាងមានសម្ភារៈនៅក្នុងហាងគាត់ហ្នឹងក៏បើកហើយទៅសៀមវាមកកំតិចកំទីយកគ្រឿងផ្សព្វផ្សាយសាលពើកំតិចហាងរបស់គាត់តែម្ចាស់ហាងនោះដាក់ប្តឹងឬមិនប្តឹងអានេះជាសំណួររបស់ខ្ញុំមួយហើយទៅរាជរដ្ឋាភិបាលហេតុអីមិនដាក់ប្តឹងទៅតាំងពីសង្គ្រាមទី1មកដល់សង្គ្រាមទី2នេះផុសតាងគឺច្រើនបំផុតគឺរាប់រយកឆេបើនិយាយដាក់ក្នុងកឆេវិញរាប់រយកឆេ
សៀមវាមកបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរនៅជាយដែនមកផ្លាញសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ស្ពានវត្តអារាមហើយអ្វីដែលធំជាងគេគឺប្រាសាទតាកបីប្រាសាទខ្នាប្រាសាទតាមមន់ធំទៅថាប្រាសាទតាមមន់តូចព្រះវិហារនេះវាធំធេងបំផុតផោះតាំងឃើញច្បាស់កន្លែងអញ្ចឹងហេតុអីមិនដាក់ដឹងទៅបងប្អូនឆ្ងល់ដូចខ្ញុំដែរអត់ទេហើយការដាក់ប្តឹងនេះមិនមែនដាក់ថ្ងៃហ្នឹងគេមកភ្លាមនោះទេគេរាប់ឆ្នាំមែនដូចលោកគ្រូគាត់និយាយមិនសមមិញម្ដងហើយទៅសូមឲ្យអស់លោកបងប្អូនខ្មែរដែលគាត់ស្នេហាជាតិគាត់ទៅសេកយករកយុទ្ធធម៌ឲ្យប្រទេសជាតិសូមបងប្អូនភ្ញាក់ខ្លួនឡើងហើយខ្ញុំមិនមែនថាបន្ទោសទាំងអស់នោះទេពលករខ្ញុំដឹងដូចតែគ្នាទេពលករទាំងពលករស្ត្រីមេផ្ទះដូចគ្នាចុងខែដើមខែវាម្នាក់ស្ទើរលួយដូចតែគ្នាទេខ្ញុំយល់ហើយអារម្មណ៍ហ្នឹងប៉ុន្តែបងប្អូនដែលទៅបានក៏ទៅតែទៅមិនបានទេនឹងថាម៉េចទេពងខ្វានថាអានេះរឿងប្រទេសជាតិយើងមិនមែនរឿងផ្ទាល់ខ្លួនទេយើងជួយគ្នានៅស្រុកខ្មែរគេឲ្យដាំដើមកែវជុំវិញផ្ទះហើយបងប្អូនយើងនៅក្នុងស្រុកនៅក្រៅប្រទេសនេះអត់នាំគ្នាជួយគិតគូរទេមិនរឿងមួយបងប្អូនឯនៅក្រៅប្រទេសហ្នឹងសុខស្រួលបានប៉ុណ្ណឹងហើយដល់ពេលទៅខ្មែរវិញដើរត្រកអោនក្បាលទៅពួកអស់អាយួនហ្នឹងយួនចូលពេញគ្រប់កន្លែងហើយតាមស្ថាប័នកន្លែងណាក៏មានយួនឯងវិជីកក៏យួនដែរហើយអ្នករស់នៅប្រទេសគេនេះបានសុខប្រមាណទៅ100ឆ្នាំអីអត់ទេអ្នកអត់បានទៅលេងប្រទេសខ្មែរទេហ៎ខ្ញុំសូមផ្ដាំទៅអស់លោកអ្នកដែលអត់មានខួរគិតរឿងប្រទេសជាតិខ្ញុំចង់គិតអញ្ចឹងអាអ្នកផ្កាត់មុខរឿងប្រទេសជាតិអត់ជួយគិតរឿងប្រទេសជាតិអញ្ចេះកុំផ្កាត់មុខខ្លាំងពេកសម័យនេះហើយទៅអ្វីដែលមួយទៀតនោះគឺចង់ឲ្យការដាក់ប្តឹងជាបញ្ញាប់ហ្នឹងសូមឲ្យអស់លោកគ្រូអ្នកគ្រូដែលនៅក្រៅប្រទេសដោយបងប្រុសមូនពេជ្រហ្នឹងគាត់គឺជាមនុស្សប្រុសម្នាក់អស្ចារ្យណាគាត់បានរៀបចំឯកសារឬមួយគាត់ឲ្យធ្វើចុះហត្ថលេខានៅតាមអេឡិចត្រូនិកអញ្ចឹងអ្នកដែលចេះលេង Facebook ហ្នឹងដឹងហើយព្រោះយើងអត់ចេះនិយាយភាសាអង់គ្លេសចេះភាសាអង់គ្លេសទៅវាមានភាសាខ្មែរដែរតាពេលហ្នឹងគេគូសបញ្ញា5ប្រាប់ហើយតាហើយខ្ញុំក៏បានជួយផ្សព្វផ្សាយដែរខ្ញុំផ្សព្វផ្សាយទៅក្នុងក្រុមខ្ញុំទៀតប៉ុន្តែម្នាក់អត់មានអនាគតទេវាថាគេមិនទាន់ដល់ផ្ទះគេមើលទៅម្នាក់អញ្ចឹងណាហើយទៅចំពោះបងមុំពេជ្រហ្នឹងគាត់ខំប្រឹងស៊ូសៀបដុតដៃដុតជើងណាដើម្បីឲ្យប្រទេសថៃនោះដោះលែងទាហានខ្មែរយើង18នាក់មិនមែននៅក្នុងស្រុកឬមួយនៅសៀមវាដោះលែងឲ្យងាយទេដោយសារបងប្រុសមួនពេជ្រនេះផងហើយដោយសារតែបងប្អូននៅក្រៅប្រទេសគេធ្វើបាតកម្មដើម្បីដាក់ញត្តិគ្រប់ទីកន្លែងដើម្បីទៅដល់អន្តរជាតិ ICC អញ្ចឹងមិនមែនស្ងៀមសៀមវាអត់ដោះលែងមកទេសូមបងប្អូនឲ្យជ្រាបឲ្យដឹងផងចាអរគុណ